ហេតុអ្វីបានជាឡើងចាំបាច់ដូរបូស៊ីម្ដងទាំងអស់យើងមិនអាចដូរម្ដង2ម្ដង3បានចំពោះអ្នកបច្ចេកទេសតើគេណែនាំឲ្យយើងប្រើប្រាស់បូស៊ីរបៀបម៉េចបងជួយឲ្យបាទអរគុណតកតងជាមួយនឹងប៊ូស៊ីដែលយើងត្រូវបដូរឧទាហរណ៍ឡានយើងម៉ាស៊ីន4ម៉ាស៊ីន6ម៉ាស៊ីន8នៅក្នុងស្រុកយើងជាទូទៅមានប៉ុណ្ណឹងតែវាមានលើសមានដល់12គ្រាប់មានទេប៉ុន្តែយើងនិយាយអាម៉ាស៊ីន4ហើយនិងម៉ាស៊ីន6ព្រោះមានជាទូទៅហេតុអីបានខូចមួយគ្រាប់2គ្រាប់យើងត្រូវដូរទាំងអស់បាទហេតុផលហ្នឹងគឺឧទាហរណ៍ថាលើកដំបូងយើងដូរប៊ូស៊ីទាំងអស់ហើយទាំង4គ្រាប់ម៉ាស៊ីន4ដូរ4ម៉ាស៊ីន6ដូរ6តែស្រាប់តែវាមានបញ្ហាឆេះអត់ស្រួលឆេះញ័រឆេះស្ពឹកជន់កែមិនសូវស្ទប់ហើយស៊ីសាំងច្រើនហើយយើងទៅការ៉ាថាបងប៊ូស៊ីរបស់បងដូរខូច2គ្រាប់ហើយអញ្ចឹងតើយើងគួរតែដូរតែ2ឬក៏ដូរទាំង4សម្រាប់ខាងបច្ចេកទេសហើយខាងយើងអ្នកលក់ក៏ដូចគ្នាដែរគឺតម្រូវឲ្យដូរ4តម្រូវឲ្យដូរ4មិនមែនតម្រូវឲ្យបងប្អូនទិញច្រើនទេចង់ឲ្យទិញច្រើនទេតែលក្ខខណ្ឌបច្ចេកទេសគេតម្រូវឲ្យដូរ4គឺដោយសារតែខូច2នៅសល់2អា2ហ្នឹងក៏វាជិតខូចដែរហើយអត់តតខូចហ្នឹងណាបាទអញ្ចឹងអត់តខូចហ្នឹងក៏វាជិតខូចដែរហើយអញ្ចឹងនៅពេលដែលយើងទិញ2ថ្មីយកទៅដាក់អញ្ចឹងអា2ហ្នឹងវាជិតខូចអញ្ចឹងដាក់ប្រហែលថ្ងៃទៀតវាខូចបាត់ហើយអញ្ចឹងខូចអា2មុនអាក្រោយឆាប់ខូចទៀតអញ្ចឹងដាច់ខាតយើងត្រូវតែដូរទាំង4ឬក៏6គ្រាប់គឺត្រូវដូរទាំង6អញ្ចឹងបងជួយបញ្ជាក់មួយថាគុណសម្បត្តិនៅពេលដែលយើងដូរទាំង4ហើយបើយើងអត់ដូរទាំង4តើវាគុណសម្បត្តិវាអីខ្លះវាមានគុណសម្បត្តិហើយនិងគុណវិបត្តិដូចគ្នាប៉ុន្តែគុណខ្ញុំលើកពីគុណវិបត្តិរបស់វាមុនសម្រាប់ឡានដែលមានម៉ាស៊ីន4ហើយខូចប៊ូស៊ី2ដូរ2តើគុណវិបត្តិអីខ្លះនៅពេលដែលយើងខូច2យើងដូរ2អញ្ចឹងឡានរបស់យើងអាប៊ូស៊ីចាស់នៅសល់2ហ្នឹងភ្លើងវាខ្សោយហើយភ្លើងខ្សោយដាក់ចូលថ្មីទៅអាក្រោយ2ហ្នឹងភ្លើងខ្លាំងអញ្ចឹងនៅក្នុងម៉ាស៊ីនឡានគេ design រចនាម៉ាស៊ីនមកគឺគេធ្វើឲ្យគ្រប់ប៊ូស៊ីទាំងអស់ឬក៏ប៊ីស្តុងទាំង4ហ្នឹងណាដែលវាបាញ់ភ្លើងគឺគេតម្រូវឲ្យមានភ្លើងស្មើអញ្ចឹងបើយើងដូរប៊ូស៊ីមកភ្លើងអត់ស្មើតើម៉ាស៊ីនឡានវាដំណើរការយ៉ាងម៉េចគឺវាប្រកាសជាដំណើរការអត់ស្រួលទេព្រោះម៉ាស៊ីនភ្លើងវាបាញ់អត់ស្មើអញ្ចឹងឡានឆេះអត់ស្រួលស៊ីសាំងច្រើនជន់ស្ទក់អញ្ចឹងប៊ូស៊ីនឹងឆាប់ខូចទៀតអាហ្នឹងគុណវិបត្តិបាទហើយវានឹងធ្វើឲ្យអូសដល់ទៅខូចម៉ូប៊ីនទៀតអត់ទៅខូចម៉ូប៊ីនទៀតអូសភ្លើងរហូតដល់ខូចម៉ូប៊ីនចុះភ្លើងវាខ្សោយវាទាញគ្នាភ្លើងអា2គ្រាប់ហ្នឹងខ្លាំងអា2គ្រាប់ចាស់ហ្នឹងខ្សោយចឹងមកទាញគ្នាហើយម៉ាស៊ីនឆេះអត់ស្រួលនឹងជាគុណវិបត្តិតែគុណសម្បត្តិខ្លីៗគឺយើងចំណេញលុយត្រង់ថាបើយើងត្រូវទិញ4ឬថា1គ្រាប់$10 4គ្រាប់40អញ្ចឹងយើងទិញតែ2អញ្ចឹងវាអស់20ប៉ុន្តែចុងក្រោយគឺគុណវិបត្តិធ្ងន់ដដែលទេគឺវាឆាប់ខូចហើយយើងត្រូវចំណាយលុយច្រើនជាងអាយើងចង់ចំណេញនឹងទៀតមែនតែយើងចំណាយទិញ2ដងហើយថ្លៃឈ្នួលក៏អស់ថ្លៃចំណាយក៏ញឹកញាប់ដែរពេលវេលាក៏ច្រើនបាទអរគុណបងប៉ុណ្ណឹង